មកដល់ទីពិឆាទៀតហើយបងប្អូនបន្ទាប់ពីមកពីវត្តផ្សេងដែលខ្ញុំបានដាក់បាយឲ្យឆ្មាហើយនៅឆ្កែខ្លះឥឡូវនេះខ្ញុំយកបាយមកឲ្យបងក៏ដាក់ម៉ូតូនៅម៉ូតូបងដាក់ឲ្យកូនពីរដែលនៅពិឆានៅសល់តែពីរទេដោយសារតែមួយដែលនៅក្នុងព្រៃនោះកាលមុននោះលពូខំវាសនាក៏ជួយតែចិញ្ចឹមដល់ចិត្តចាប់បានពីមុនមកពួកខ្ញុំប៉ះបានតែដល់ពេលវាខ្លាចពួកអាពីរអ្នកនេះទៅវារត់ទៅនៅក្នុងព្រៃវាលែងមានអ្នកណាឲ្យប៉ះអញ្ចឹងនិយាយថាវាលែងឲ្យអ្នកណាប៉ះវាអញ្ចឹងណាហើយឥឡូវនៅពីរណាបងប្អូននោះនៅកូននោះមួយនេះដែលកំពុងដាក់ហ្នឹងកូនហ្នឹងកាលពីមុនមានប្រវត្តិមានស្បែកឥឡូវហើយលួយខ្លាំងគេយកមកចោលនៅមុខមុខកន្លែងទីពិឆាហ្នឹងណាទៅខ្ញុំឲ្យថ្នាំទៅរៀងគ្រាន់ហើយឥឡូវនេះគេបដិងក្នុងវិញជាមួយឋានហើយឥឡូវនេះខ្ញុំឲ្យបាយទៅឋានគាត់យកទៅឲ្យពួកវាហើយแล้วគាត់យកទៅចែកឲ្យឯនោះដើរតាមតែបើតែខ្ញុំអ្នកយកបាយមកឲ្យរាល់ថ្ងៃមែនប៉ុន្តែកូនពីរហ្នឹងអត់តាមខ្ញុំទេតាមគាត់ដោយសារតែគាត់ជាអ្នកដាក់ឲ្យអញ្ចឹងណាតែកូនមួយដែលពណ៌ក្រហមហ្នឹងគឺអត់អីទេប៉ះបានលេងបានវាតាមខ្ញុំដែរតែគ្រាន់តែថាមួយកាដូស្បែកហ្នឹងគឺដែលរត់ទៅខាងហ្នឹងគឺអត់តាមខ្ញុំទេមិនថាហៅវាមកនេះមកវាទៅនៅបាត់អីនោះហៅវាមកនោះខ្លាចតែវាទៅដាំបាយឆ្មាព្រោះខ្ញុំដាក់បាយឆ្មានៅកន្លែងនោះហ៎វារត់ទៅដាំបាយឆ្មានោះបងប្អូនព្រោះខ្ញុំដាក់បាយឆ្មាពីរនៅកន្លែងនោះទៅវាទៅកន្លែងនោះមិនថាឯងហៅវាមកនោះដាក់កន្លែងចិត្តខាងនោះខ្ញុំឲ្យបាយទៅឆ្មាហៅវាមកនោះហៅថាណៃដើរទៅដបងតិចទៅហៅវាមកឃើញថាវាឃើញថាបាយវារត់មកបបាក់ដែរវាទៅដើមបាយឆ្មាមកវាទៅបញ្ញាក់ឆ្មាបងប្អូនបញ្ញាក់មិនថាហៅវាមកវាទៅបញ្ញាក់ឆ្មាវាមកតែថាឯងតទៅរោវានោះវាទៅបញ្ញាក់ឆ្មានោះមិនថាឲ្យថាជួយឆ្មាផងព្រោះឆ្មានៅkiaនោះខ្លាចវារត់ចេញមកអត់កើតពី3ថ្ងៃនេះយកបានឲ្យលុយគាត់អត់មានលុយគាត់សុំលុយ2000មែនថាគាត់ផុតពីមុនខ្ញុំគេនេះខ្ញុំអត់បានយករាយបានឋានចាំមើលស្អែកចាខ្ញុំអស់លុយរៀលលេងមួយថ្ងៃនេះមួយថ្ងៃគាត់សុំ2000ដើម្បីទុកទិញនោះហូបចឹងឲ្យគាត់ទៅដោយសារតែគាត់នៅមើលថៅកន្លែងនេះហើយគាត់ជួយមើលឆ្កែឆ្មាឲ្យផងអញ្ចឹងវាអត់មកមិនថាឯងមើលនោះវាដេញឆ្មាមកឲ្យលឿនឲ្យឆាប់លឿនឲ្យឆាប់មើលនោះខូចទៅបញ្ញាក់ឆ្មា